សេចក្តីជូនដំណឹងស្ដីពីការដាក់ឲ្យអនុវត្តនូវវិធានការសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូនផលិតករនិងអ្នកនាំចេញទាំងអស់ដែលបាននឹងកំពុងនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមេត្តាជ្រាបថាប្រកាសអន្តរក្រសួងស្ដីពីវិធានការសម្រាប់បង្ការនិងទប់ស្កាត់ការក្លែងបន្លំដាំកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនិងប្រកាសស្ដីពីនីតិវិធីក្នុងការស្នើសុំនិងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនិងអនុវត្តចាប់ពីថ្ងៃទី12ខែឧសភាឆ្នាំ2025នេះតទៅប្រកាសទាំងពីរនេះមានគោលបំណងបង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនិងជំរុញការអនុវត្តច្បាប់ស្ដីពីវិធានដើមកំណើតទំនិញប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកជាមួយគ្នានេះផលិតករនិងអ្នកនាំចេញមិនតម្រូវឲ្យបង់កម្រៃសេវាសាធារណៈសម្រាប់ការស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញនោះឡើយប្រកាសទាំងពីរនេះនិងឯកសារកតញ្ញុពាក់ព័ន្ធអាចទាញយកបានតាម QR Code ខាងក្រោមសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទសាធារណៈក្រសួងពាណិជ្ជកម្មលេខ1266ស្រេចហេតុនេះសូមផលិតករនិងអ្នកនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកទាំងអស់មេត្តាជ្រាបជាព័ត៌មាននិងចូលរួមអនុវត្តឲ្យបានគត់មុត